មិនត្រូវចងកំហឹងនឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ឡើយហើយក៏កុំច្រណែននឹងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរត្បិតពួកគេនឹងវិនិច្ឆ័យសូន្យទៅយ៉ាងរហ័សដូចស្មៅដែលតែងតែគៀមស្វិតនិងដូចផ្កាដែលតែងតែស្រពោននោះដែរចូលផ្ញើជីវិតលើព្រះម្ចាស់ចូលប្រព្រឹត្តអំពើល្អនោះអ្នកនឹងរស់នៅក្នុងស្រុកនេះយ៉ាងសុខក្សេមក្សាន្តចូលស្វែងរកសុភមង្គលពីព្រះម្ចាស់នោះព្រះអង្គនឹងប្រទាននៅអ្វីៗដែលអ្នកប្រាថ្នាចង់បានចូលផ្ញើវាសនារបស់អ្នកទៅក្នុងព្រះហស្ថរបស់ព្រះអង្គចូលផ្ញើជីវិតលើព្រះអង្គនោះទ្រង់នឹងជួយអ្នកព្រះអង្គនឹងបង្ហាញឲ្យគេឃើញថាអ្នកជាមនុស្សសុចរិតដូចឃើញពន្លឺថ្ងៃហើយព្រះអង្គនឹងបង្ហាញឲ្យគេឃើញថាអ្នកជាមនុស្សទៀងត្រង់ដូចពន្លឺនៅពេលថ្ងៃត្រង់ចូលស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះម្ចាស់ហើយទុកចិត្តលើព្រះអង្គទៅមិនត្រូវចងកំហឹងនឹងអ្នកដែលបានចម្រុងចម្រើននោះឡើយហើយក៏មិនត្រូវចងកំហឹងនឹងមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ដែរចូលរងាប់កំហឹងនិងលះបង់ចិត្តក្តៅក្រហាយនោះចោលទៅកុំចងកំហឹងឡើយព្រោះកំហឹងតែងតែបង្កឲ្យមានការអាក្រក់ព្រះអម្ចាស់នឹងកាត់កាលអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គនឹងទទួលទឹកដីជាមរតកនៅតែបន្តិចទៀតនឹងលែងមានមនុស្សអាក្រក់ទៀតហើយទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅក៏មិនឃើញមានអ្វីដែររីឯមនុស្សទុនទាបវិញគេនឹងទទួលទឹកដីជាមរតកហើយនឹងបានសប្បាយសុខក្សេមក្សាន្តមនុស្សអាក្រក់តែងតែខុបខិតប្រឆាំងនឹងមនុស្សសុចរិតទាំងសង្កេតថ្មិញដាក់មនុស្សសុចរិតទៀតផងក៏ប៉ុន្តែព្រះអម្ចាស់សោចចំអកដាក់មនុស្សអាក្រក់ព្រោះព្រះអង្គជ្រាបថាពេលដែលគេត្រូវវិនាសជិតមកដល់ហើយមនុស្សអាក្រក់នាំគ្នាហូតដាវយឹតធ្នូដើម្បីប្រហារជីវិតមនុស្សក្រីក្រទុរគតនិងអាករមនុស្សដែលមានចិត្តទៀងត្រង់ប៉ុន្តែដាវរបស់គេនឹងចាក់ទម្លុះបេះដូងរបស់ខ្លួនឯងហើយធ្នូរបស់គេនឹងត្រូវបាក់បែកអស់ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិតប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដំរបស់មនុស្សអាក្រក់ត្បិតព្រះម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិតតែព្រះអង្គនឹងបំបាក់កម្លាំងរបស់មនុស្សអាក្រក់វិញព្រះម្ចាស់យកព្រះハរតីទុកដាក់នឹងជីវិតរបស់មនុស្សឥតសៅហ្មងព្រះអង្គនឹងថែរក្សាទឹកដីរបស់គេឲ្យបានគង់វង្សរហូតតទៅនៅគ្រាមានអាសន្នគេនឹងមិនត្រូវអាម៉ាស់ឡើយហើយនៅគ្រាមានទុរភិក្សគេនឹងបានបរិភោគចែករីឯមនុស្សអាក្រក់គេនឹងត្រូវវិនិច្ឆ័យសូន្យហើយខ្មាំងសត្រូវរបស់ព្រះអម្ចាស់ក៏នឹងរលាយសូន្យទៅដូចវាស្មៅខៀវខ្ចីដែលឆេះរលាយសូន្យទៅជាផ្សែងដែរមនុស្សអាក្រក់ខ្ចីអ្វីពីគេហើយមិនដែលសងវិញឡើយរីឯមនុស្សសុចរិតវិញតែងតែមានចិត្តទូលាយនិងចេះឲ្យរបស់របរទៅអ្នកដទៃអស់អ្នកដែលព្រះម្ចាស់ប្រទានពរនឹងទទួលទឹកដីជាមរតករីឯអ្នកដែលព្រះអង្គដាក់បណ្ដាសាវិញនឹងត្រូវកាត់កាល់ចោលព្រះម្ចាស់ពង្រឹងជំហានរបស់មនុស្សឲ្យបានមាំមួនហើយព្រះអង្គគប់ព្រះハរតីនឹងមាគ៌ារបស់គេប្រសិនបើអ្នកនោះភ្លាត់ជើងគេនឹងមិនដួលដល់ដីឡើយព្រោះព្រះម្ចាស់កាន់ដៃគេជាប់តាំងពីខ្ញុំនៅក្មេងរហូតមកដល់ពេលខ្ញុំចាស់នេះខ្ញុំមិនដែលឃើញព្រះម្ចាស់បោះបង់ចោលមនុស្សសុចរិតឡើយហើយក៏មិនដែលឃើញកូនចៅរបស់គេសុំទានដែរមនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តានិងចេះឲ្យរបស់របរទៅអ្នកដទៃខ្ចីគេបានទទួលកូនចៅទុកជាព្រះពរចូលជៀសវាងអំពើអាក្រក់ហើយប្រព្រឹត្តតែអំពើល្អធ្វើដូច្នេះអ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅត្បិតព្រះអម្ចាស់សពព្រះハរតីនឹងការអ្វីដែលត្រឹមត្រូវព្រះអង្គថែរក្សាអស់អ្នកដែលជឿលើព្រះអង្គជានិច្ចព្រះអង្គមិនបោះបង់ពួកគេឡើយតែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្សអាក្រក់ឲ្យវានេះសាបសូន្យមនុស្សសុចរិតនឹងទទួលទឹកដីជាមរតក
ហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅមនុស្សសុចរិតតែងតែស្រដីចេញមកនៅពាក្យពេចន៍ប្រកបដោយប្រាជ្ញាហើយអណ្ដាតរបស់គេក្រឡោះចេញមកនៅអ្វីដែលត្រឹមត្រូវក្រឹតវិន័យរបស់ព្រះម្ចាស់ដកនៅក្នុងដួងចិត្តរបស់គេហើយគេនឹងមិនឃ្លាតចាកពីមាគ៌ារបស់ព្រះអង្គឡើយមនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិតហើយរឹកមធ្យោបាយចាំសម្រាប់គេផងប៉ុន្តែព្រះអង្គម្ចាស់មិនបោះបង់ចោលមនុស្សសុចរិតឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយហើយប្រសិនបើគេកាត់ក្តីមនុស្សសុចរិតទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរចូលសង្ឃឹមទុកចិត្តលើព្រះម្ចាស់ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅនោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើងឲ្យគ្រប់គ្រងទឹកដីជាមរតកហើយអ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់កាល់ចោលខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការគេរីកចម្រើនឡើងដោយដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខាក្រោយមកគេរលាយបាត់សូន្យទៅខ្ញុំខំរកមើលគេតែរកមិនឃើញសោះចូលសង្កេតមើលមនុស្សទៀងត្រង់ដែលគ្មានចិត្តវិកវេមនុស្សសន្សំសុខតែងតែមានអនាគតរុងរឿងជានិច្ចរីឯមនុស្សបាបវិញនឹងត្រូវវិនិច្ឆ័យសូន្យអស់ទៅហើយមនុស្សថ្មិលនឹងគ្មានអនាគតភ្លឺស្វាងសោះឡើយព្រះម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិតហើយព្រះអង្គជាកំពែងការពារគេនៅគ្រាមានអាសន្នព្រះម្ចាស់សង្គ្រោះនិងរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ព្រះអង្គសង្គ្រោះពួកគេពីព្រោះពួកគេមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ